ចាប្រព័ន្ធទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តជួបគ្នានៅក្នុងវីដេអូមេរៀនថ្មីមួយសម្រាប់ថ្នាក់ទី9របស់យើងក្នុងមេរៀនទី11ប្រព័ន្ធសមីការដឺក្រេទី1មាន2អាញ្ញត្តិចាតែអញ្ចឹងអូនពិនិត្យមើលឧទាហរណ៍បងប្អូនទាំងអស់គ្នាប្រព័ន្ធសមីការដឺក្រេទី1 2អាញ្ញត្តិហ្នឹងវាកើតឡើងពីអីចាឥឡូវអូនមើលឧទាហរណ៍បងអ្នកគ្រូមាន y ស្មើដក 3x បូក 7និងមួយទៀតគឺ y ស្មើ2លើក 3x ដក 4ចាចុះអូនពិនិត្យមើលមួយទី1នេះតើវាជាអីគេអូនធ្លាប់ឃើញទេរៀងចឹងគេហៅអីគេចាអូនជួបមេរៀនមុនហ្នឹងគឺសមីការបន្ទាត់ត្រូវទេអូនចាជាសមីការបន្ទាត់វាជាសមីការបន្ទាត់អាទី2ក៏ជាសមីការបន្ទាត់ដែរអញ្ចឹងទាំងពីរហ្នឹងគឺសមីការបន្ទាត់របស់យើងហ្នឹងឯងចាអញ្ចឹងទាំងពីរហ្នឹងគឺជាសមីការបន្ទាត់របស់យើងហ្នឹងឯងសមីការបន្ទាត់ហ្នឹងណាវាមាន2អាញ្ញត្តិគឺ y ហើយនិង x ដែលនឹងហើយយើងហៅថាសមីការដឺក្រេទី1មាន2អាញ្ញត្តិហ្នឹងដល់ពេលសមីការដឺក្រេទី1មាន2អាញ្ញត្តិយើងវាមាន2សមីការយើងភ្ជាប់គ្នាហ្នឹងវាទៅជាប្រព័ន្ធសមីការដឺក្រេទី1មាន2អាញ្ញត្តិចាគឺសមីការបន្ទាត់ហ្នឹងណាអូនដល់ពេលវា2នាក់ទៅជាប្រព័ន្ធសមីការនេះចាអញ្ចឹងនៅពេលដែលវានៅម្នាក់ឯងអូនសង់បន្ទាត់អូនរកគូចម្លើយវាអូនធ្វើមិនដែរចាគឺយើងសង់តារាងតម្លៃលេខដល់ពេលឥឡូវវា2នាក់ដើមមិនទៅដើម្បីឲ្យបានចម្លើយរបស់វាចាយើងពិនិត្យមើលទាំងអស់គ្នាអញ្ចឹងទី1ប្រព័ន្ធសមីការទី1នេះអ្នកគ្រូតាំងដោយលេខ1អាទី2អ្នកគ្រូតាំងលេខ2ចាអញ្ចឹងអ្នកគ្រូយកសមីការទី1របស់យើងមកគឺ y ស្មើដល់ 3x បូក 7អ្នកគ្រូសង់តារាងតម្លៃលេខរបស់វាតារាងតម្លៃលេខគឺតម្លៃរបស់ពីណាខ្លះអត់ដែរអូនចាតម្លៃរបស់ x ហើយនិង y មានន័យថាយើងឲ្យតម្លៃរបស់ x ទៅយើងរកឃើញតម្លៃ y ចាអញ្ចឹងតារាងតម្លៃលេខរបស់យើង x y ចាតោះ x ជាតម្លៃលេខដែលយើងឲ្យប្រមាណក៏បានដែរដើម្បីជួសក្នុងសមីការរបស់យើងរកឃើញ y ចាអញ្ចឹងអ្នកគ្រូឲ្យងាយទៅយើងឲ្យ x ស្មើ0 y ស្មើ1សួរថា x 0 នេះមកពីណាទៅថាយើងឲ្យប៉ុន្មានក៏បានដែរគ្រាន់ថាបើយើងឲ្យតម្លៃលេខធំទៅយើងពិបាកគូសនៅក្នុងប្លង់យើងក្នុង graphic យើងវាតម្លៃលេខធំយើងខ្ជិលគូសវាឆ្ងាយអញ្ចឹងទៅឥឡូវអ្នកគ្រូឲ្យ x 0ហើយនិង x 1យើងចាប់ដើមចំនួនសមីការតើនៅពេល x 0ហ្នឹងតម្លៃ y របស់យើងស្មើប៉ុន្មានចាអញ្ចឹងសេសមីការយើងមកគឺដក 3x បូក 7អញ្ចឹងដក 3x មានថាដក3គុណនឹង x ឥឡូវ x យើង0ដាក់លេខ0ហើយយើងបូក 7គ្រប់ចំនួនគុណនឹង0វា0ណាស់អញ្ចឹងស្មើ7អញ្ចឹងមានន័យថាគូចម្លើយទី1ហ្នឹងនៅពេលដែល x ស្មើ0គឺ y យើងស្មើ7ចាអញ្ចឹងមួយទៀតយើងចំនួនចូលក្នុងករណី y យើងស្មើ1ម្ដងត y ស្មើ1សំទោស x យើងស្មើ1អញ្ចឹងដក3យើងគុណនឹង1បូក7ចាដក3យើងគុណនឹង1ស្មើ3បូក7យើងស្មើ4អញ្ចឹងមានន័យថានៅពេលដែល x យើងស្មើ1ហ្នឹងតម្លៃ y យើងគឺស្មើ4ចាឥឡូវយើងបានតារាងតម្លៃលេខសមីការទី1យើងយើងចាប់ផ្ដើមសង់តារាងតម្លៃលេខសមីការទី2ម្ដងតារាងតម្លៃលេខគឺវាជាគូចម្លើយរបស់ប្រព័ន្ធរបស់សមីការមួយយើងហ្នឹងប្រសិនបើសមីការយើងតែមួយយើងបានគូចម្លើយហ្នឹងហើយយើងគូបន្ទាត់វាទៅហើយអាចចំណុចនៅលើបន្ទាត់ហ្នឹងគឺជាចម្លើយរបស់សមីការហ្នឹងឯងដល់លើវា2ណោះអញ្ចឹងយើងរកវាទាំងពីរសិនចាតោះដូចគ្នាអញ្ចឹងគឺយើងឲ្យតម្លៃ x ដើម្បីរក y ហើយ x គឺស្រេចចិត្តអូននេះអូនឲ្យបានឲ្យទៅគ្រូបញ្ជាក់ខាងដើមអញ្ចឹងឥឡូវតែមេគុណប្រាប់ទិសយើងហ្នឹងវាជាទម្រង់ប្រភេទអូនអញ្ចឹងយើងឲ្យលេខណាដែលចែកដាច់នឹងភាគបែងទៅដើម្បីស្រួលក្នុងការគូសអញ្ចឹងអ្នកគ្រូឲ្យ x 3ចា x 3មកយើងដាក់3មកយើងដាក់3ថងហ្នឹងមក3សម្រួល3នេះវាអស់នេះចាំបងគ្រូដាក់3ហ្នឹងណាតោះអញ្ចឹង x 0ចំនួនចូលមកសេសមីការយើងមកហើយយើងធ្វើការចំនួនតម្លៃ x ចូលដើម្បីរក y អញ្ចឹង 2x ហ្នឹងវាគុណនឹង0ហើយយើងដក4ចាអញ្ចឹងស្មើនឹងដក4អញ្ចឹងមានន័យថាគូចម្លើយទី1យើងនៅពេលដែល x ស្មើ0 y យើងស្មើដក4ចា
មកគូចម្លើយទៀតនៅពេលដែល x យើងវាស្មើ3ម្ដងចាតម្លៃ x ប៉ុន្មានគឺកន្លែងហ្នឹងចំនួនឲ្យប៉ុណ្ណឹងទៅតោះយើងអាចគុណបានយើងអាចសម្រួលចោលក៏បានឬក៏យើងធ្វើបានទីគុណទៅបើអូនអត់ច្បាស់កន្លែងហ្នឹងគឺយើងយក2គុណនឹង3 6ចែក3ស្មើប៉ុន្មានដែរអូនចាស្មើនឹង2 2ដក4យើងគឺស្មើដល់ដក2អូខេអញ្ចឹងគូចម្លើយយើងមួយទៀតគឺ3ហើយនឹង2អញ្ចឹងយើងបានតារាងតម្លៃលេខរបស់សមីការយើងឯងរបស់ប្រព័ន្ធសមីការយើងឯងចាអ្នកគូបញ្ជាក់ឡើងវិញថាបើសមីការយើងតែមួយជាសមីការបន្ទាត់តែមួយហ្នឹងយើងគ្រាន់តែរកតារាងតម្លៃលេខរបស់វានឹងមកអាហ្នឹងជាចម្លើយសមីការយើងយកទៅសង្ក្រាបសមីការបន្ទាត់ទៅដល់ពេលវា2នាក់អញ្ចឹងចម្លើយរបស់វាតើមិនទៅលើបានតារាងតម្លៃលេខណាវាតបន្ទាប់ពីយើងរកតារាងតម្លៃលេខបានតារាងតម្លៃលេខហ្នឹងអ្នកគូបញ្ជាក់ថាវាជាគូចម្លើយរបស់សមីការមួយហ្នឹងអញ្ចឹងបើសមីការយើងតែមួយយើងធ្វើតារាងតម្លៃលេខយើងសងក្នុងក្រាបមកគឺចប់ហើយតែពេលនេះដោយសារតែវាជាប្រព័ន្ធសមីការកាត់ឡើងពីសមីការ2អញ្ចឹងដូចគ្នាអញ្ចឹងយើងរកតារាងតម្លៃលេខបន្ទាប់មកហើយគឺយើងយកវាមកសងនៅក្នុងក្រាបយើងដែរដើម្បីរកចម្លើយរបស់យើងតែតោះយើងចាប់ដើមសងម្ដងមកគូម្ដងមួយសមីការរបស់យើងតោះទី1គូទី1យើងគឺ x0 y 7 x0 គឺនៅគុលហើយ y 7នេះចំណុចទី1របស់យើងគូទី2នោះគឺ x1 y 4ចា x1 y 4តោះ x1 នេះ x1 របស់យើងហើយ y 4នេះ x1 អានេះ y 4ចាយើងមានឯកតាកាឡាយើងស្រាប់ហើយគឺឯកតាត្រូវស្មើគ្នាអូនអាចសងតាមកន្លងសភៅអូនចាយើងបានមួយចំណុចទៀតនេះអញ្ចឹងយើងធ្វើការភ្ជាប់វាតែម្ដងយើងបន្លាយវាឲ្យវែងតិចមកចាយើងបន្តមួយទៀតយើងបន្តទៅសមីការទី2របស់យើងគឺ x0 y ដក4ចាតើ x0 នៅគល់ហើយនេះ y យើងដក4នៅខាងក្រោមនេះចាគូទី2របស់យើងគឺ x3 y ដក2ចា x3 ចានេះ x3 របស់យើងហើយនេះ y ដក2យើងធ្វើការភ្ជាប់គ្នាមកយើងធ្វើចំណោលកែងវាមក x3 y ដក2ចាហើយយើងចុចចំណុចវាចាយើងបានតម្លៃចំណុចទី2ដូចគ្នាអញ្ចឹងគឺយើងធ្វើការភ្ជាប់វាទាំងពីរចំណុចហ្នឹងចាយើងសូមបន្លាយវាឲ្យវែងតិចមកចានេះចម្លើយរបស់ប្រព័ន្ធសមីការទី1យើងគឺដក 3x បូក7អាទី2នេះគឺរបស់សមីការទី2របស់យើងគឺ y ស្មើ2លើ 3x ដក4ចាអញ្ចឹងអូនមើលបន្ទាត់ទាំងពីរយើងប្រសពគ្នាត្រង់ណាដែរអូនចានេះគឺប្រសពគ្នាត្រង់នេះអញ្ចឹងដើម្បីរកគូចម្លើយរបស់ប្រព័ន្ធទាំងពីររបស់សមីការទាំងពីរហ្នឹងគឺជាចំណុចប្រសពជា coordinate ត្រង់ចំណុចប្រសពនេះវាកាត់គ្នានេះឡើងប្រសពយើងចង់រកចម្លើយរបស់វាគឺយើងគ្រាន់តែធ្វើចំណោលកែងពីចំណុចប្រសពហ្នឹងទៅអាប់ស៊ីសទៅហើយនឹងមក ordinate មកអញ្ចឹងកន្លែងប្រសពរបស់យើងនេះគឺចំណុច x យើងស្មើ3ដល់ពេលយើងធ្វើចំណោលកែងមកលើ ordinate យើងតម្លៃ ordinate យើងត្រង់នេះគឺស្មើដក2អញ្ចឹងនោះយើងនឹងទាញបានចម្លើយប្រព័ន្ធសមីការរបស់យើងហ្នឹងគឺស៊ីយើងហ្នឹងស្មើ3ហើយ ordinate យើងស្មើដក2ជាគូចម្លើយរបស់ប្រព័ន្ធសមីការយើងអញ្ចឹងក៏អាចធ្វើការផ្ទៀងផ្ទាត់តើវាពិតទេគូចម្លើយរបស់យើងដែលយើងរកឃើញហ្នឹងតើវាពិតដែរឬទេអញ្ចឹងយើងគ្រាន់តែយកតម្លៃ x និង y របស់យើងជំនួសចូលសមីការរបស់យើងមកចាឥឡូវអូន y យើងស្មើដក2ចាដក 3x អញ្ចឹងមកដក3គុណនឹង x យើង3យើងធ្វើការផ្ទៀងផ្ទាត់ឡើងវិញណាអូនចាអញ្ចឹងដក3គុណនឹង3យើងដក9បូក7អញ្ចឹងអូនពិនិត្យមើលមិនដែរចាអញ្ចឹងវាពិតមួយសម្រាប់សមីការទី1អញ្ចឹងយើងឈានចូលដល់ផ្ទៃរបស់សមីការទី2ម្ដងសមីការទី2របស់យើងគឺ y យើងស្មើនឹង2លើ 3x ដក4តោះ y យើងស្មើដក2អញ្ចឹង2លើ3យើងគុណនឹង3ហើយដក4
đọ pi là đái chả bây giờ sầm rùa chào tới soi pí đọ buồn chứ đọ pí mà đọ pì cha chứ việc bật chứ tam phải dạ cạp tiếng tóm mắc khơi tha cú chùm lá để dương rộng khơi tam phải dạ chùm này có shop vào graphic bao dương rút nông graphic bao dương cứ việc bật chấm phút của con sẽ cả bao dương chả ở con tràn